ថ្ងៃទី30 ខែតុលា ឆ្នាំ2025 ការវិភាគតារាងប្រចាំថ្ងៃរបស់កូដមាសតាមដានការប្រយុទ្ធជុំវិញតម្លៃបើកតម្លៃបើករបស់មាសគឺ $3,931 ខណៈដែលម៉ូបស្ថិតនៅ $3,939 នៅពេលដំបូងនៃថ្ងៃប្រសិនបើតម្លៃនៅលើអុកទីសដើរឡើងនៅតែមានសុពលភាពតម្លៃបានឈានដល់ខ្ទិលមួយនៅ $3,947 ហើយប្រសិនបើMomentum បន្តវាអាចឡើងដល់ខ្ទិលពីរនៅ $3,963 ដែលជាតំបន់ប្រឆាំងសំខាន់ទោះជាយ៉ាងណាខ្សែនិង CAC មានសញ្ញាធ្លាក់ចុះបង្ហាញថាអារម្មណ៍ទីផ្សារនៅតែមិនមានស្ថិរភាពបើតម្លៃធ្លាក់ក្រោមអបតំបន់គាំទ្រដំបូងស្ថិតនៅ Pivot ពីប្រហែល $3,926 ហើយបន្ទាប់មកខ្ទិលមួយនៅ $3,916 ដែលអាចក្លាយជាតំបន់ការពារទីផ្សារថ្ងៃនេះនឹងអាស្រ័យលើថាតើមាសអាចរក្សានៅលើអបដើម្បីបន្ត Momentum ឡើងឬត្រូវបានកម្លាំងលក់គ្រប់គ្រងវិញក្រោមកម្រិតសំខាន់នោះស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ